dương nâng chập đam bạc Jonaka bị cruise thuê phiệt kỳ đây ông piประเทศบทสำคัญสำหรับphiệt kỳទាំងសងខាងក្នុងនោះក៏ដើម្បីជជែកអំពីសំណុំរឿងដ៏រសើបផងនេះគឺជាប្រសាសន៍របស់ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងប៉េកាំងដែលបានគូបញ្ជាក់ទៀតថាជំនួបប្រជុំវគ្គដំបូងនឹងបើកធ្វើនៅសប្តាហ៍ក្រោយបន្ទាប់មកទៀតនឹងមានវគ្គជួបគ្នាក្រោយៗទៀតនៅរៀងរាល់2ឆ្នាំម្ដងដើម្បីផ្ដោះប្ដូរទស្សនៈគ្នាស្ដីអំពីចំនួនក្នុងសមុទ្រចិនខាងត្បូងបើតាមលោកទូតដដែលរដ្ឋបាលហ្វីលីពីនរបស់លោកឌីតាតេបានចែកដាច់ពីគ្នារវាងចំនួនដែនដីនៅក្នុងសមុទ្រចិនខាងត្បូងនិងទំនាក់ទំនងសេដ្ឋកិច្ចការទូតជាមួយចិនទំនាក់ទំនងសេដ្ឋកិច្ចនិងការទូតទ្វេភាគីដែលត្រជាក់ល្ហឹមក្នុងសម័យរដ្ឋាភិបាលហ្វីលីពីនមុនពីព្រោះតែកាលនោះគេយកវិបត្តិដែនដីមកធ្វើជាធំសូមបញ្ជាក់ថាតាំងតែពីលោកឌុយតាតេបានឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនមកលោកបានស្វាស្វែងផ្សារទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប៉េកាំងបើទោះបីជាដឹងថាចិនកំពុងតែវាយទីបង្ហាញមហិច្ឆតាចង់គ្រប់គ្រងដែនទឹកក្នុងសមុទ្រចិនខាងត្បូងតែម្នាក់ឯងក៏ដោយការខិតរកប៉េកាំងក៏ព្រោះតែហ្វីលីពីនសង្ឃឹមថានឹងអាចទទួលបានមកវិញនៅវិនិយោគរាប់សិបលានដុល្លារពីចិនហ្វីលីពីនបានងាកស្រវាទៅអោបចិននិងរុស្ស៊ីដោយសុខចិត្តដកខ្លួនយ៉ាងចំហឲ្យឃ្លាតឆ្ងាយពីអាមេរិកដែលធ្លាប់តែជាសម្ព័ន្ធមិត្តចាស់ផងកាលពីខែមុននាឱកាសជំនួបកំពូលអាស៊ានដែលហ្វីលីពីនធ្វើជាប្រធានផ្លាស់វេនលោកឌុយតាតេបានអះអាងថាគ្មានប្រយោជន៍អ្វីដែលត្រូវប្រឆាំងនឹងការសាងសង់កោះសព្វនិមិត្តក្នុងសមុទ្រចិនខាងត្បូងរបស់ប៉េកាំងទេហើយក៏មិនប្រើកិច្ចប្រជុំអាស៊ានសម្រាប់ដាក់សម្ពាធលើចិនដែរ